ជំរាបសួរលោកគ្រូនិងសួស្តីអ្នកនាងថ្ងៃនេះខ្ញុំនឹងមកបង្ហាញពី routing lab routing with network វិញម្ដងអញ្ចឹងអាហ្នឹងវាដូចតែ router lab មុនទេយើងធ្វើ configure អីដូចគ្នាគ្រាន់ថាវាយើងអាច connect ទៅ internet បានអញ្ចឹងយើងទៅមើលការ routing ទៅលើ router ទាំងអស់គ្នាអញ្ចឹងយើងចូលទៅមើលrouter ទីនេះខ្ញុំដាក់ទីណាទី2ដោយសារតែនេះយើងចូលមើលអាហ្នឹងមុនគេដោយសារតែអាហ្នឹងវាភ្ជាប់ទៅកាន់ network ឯណាដល់គ្នាអញ្ចឹងយើងចូលមកមើលមកអញ្ចឹងយើងចូលមក connect អូខេយើងឡុកចូលស្អីគេចឹងយើងដាក់វាធំចឹងមកយើងចូលទៅមើល interface វាដូចតែរាល់ដងទេយើងធ្វើការ rename វាដោយ interface ទី1ហ្នឹងទៅកាន់ network ទៅកាន់ WAN ហ្នឹងហើយទី2 interface ទី2ទៅកាន់ router ទី1នេះអ្នកនរគ្នាទៅកាន់ router ទី1ហើយសម្រាប់ទី3វិញinterface ទី3ហ្នឹងទៅកាន់ router ទី3ហើយវាមាន PCHR មួយនេះមាន PCHR នឹងមួយមកប៉ុណ្ណឹងហើយយើងចូលទៅកាន់IP address មកអញ្ចឹងយើង set IP ឲ្យទៅកាន់ router ទី1និងទី3មកហើយនឹងសម្រាប់ port PCHR អញ្ចឹងមកហើយបន្តមកទៀតយើងបោះ DHCP server assign បន្ទាប់ពី assign ហើយយើងបោះ DHCP server ឲ្យPC client HR ហ្នឹងមកប៉ុណ្ណឹងមកហើយបន្តមកទៀតយើងចូលទៅយើងបោះយើង set នៅ NAT firewall NAT ហ្នឹងដើម្បីទទួលបាន IP ដើម្បីយើងអាច access ទៅ internet បានបន្តមកទៀតយើងចូលទៅកាន់ IP ដែរណាយើងចូលទៅកាន់ router ហើយនឹងយើង assign static IP សម្រាប់router ទី1ហើយនិង router ទី2នេះសម្រាប់ router ទី1ហើយនិងទី3ច្រឡំនេះទី3ហើយនឹង assign ប៉ុណ្ណឹងហើយមានតែប៉ុណ្ណឹងទេហើយសម្រាប់មើល configure router ទី1វិញម្ដងអញ្ចឹងសម្រាប់router ទី2នេះទី1នេះយើងមានinterface ទី1ទៅកាន់ router ទី2ហើយនិង interface ទី2ហ្នឹងទៅកាន់PC PCIT ហ្នឹងហើយយើងចូលទៅកាន់ IP មកហើយ assign IP ឲ្យវាមក IP address ឲ្យវាមកដល់យើង assign ទៅឲ្យ router ទី2ដោយយើងយក IP 10.1.1.2/30ហើយនឹង assign ឲ្យ IP ទៅកាន់PC របស់យើង PCIT របស់យើងនេះ 192.168.1.1/24 ហ្នឹងហើយបន្ទាប់មកទៀតបន្ទាប់ពី assign IP ហើយយើងបោះ DHCP server អញ្ចឹងយើងបោះឲ្យតែ PC IT ទេបន្ទាប់ពីបោះ IP ហើយយើងចូលទៅមើល route ម្ដងនេះអញ្ចឹងយើងមាន static IP 2ដែលទៅកាន់ router ទី2ហើយនិង router ទី3សម្រាប់នេះ router ទី2នេះrouter ទី3ហើយនឹងយើងមានstatic ទៅលើ default IP នឹងអាហ្នឹងគឺជា IP ដែលធ្វើឲ្យយើងaccess ទៅកាន់ internet អញ្ចឹងហើយសម្រាប់អាទី3ដូចតែអាទី1ដែរទេអញ្ចឹងយើងចូលទៅមើលការ config នៅក្នុងហ្នឹងហ្មងទៅចឹងនេះយើងចូលមកយើងឃើញចឹងហើយយើងចូលទៅមើលកន្លែង interface វាទៀតមកថាយើងមានអីគេខ្លះហើយយើងបាន rename អីគេខ្លះចឹងខ្ញុំបាន rename អាទី
interface សម្រាប់ interface ទី1ហ្នឹងទៅលើទៅឲ្យ router ទី2នេះពីទី3ទៅ router ទី2ហ្នឹង interface លេខ1នេះហើយសម្រាប់interface ទី2ហ្នឹងសម្រាប់ access ទៅកាន់ PC account នេះអាហ្នឹង interface ទី2 so interface វាតែប៉ុណ្្នឹងទេយើងមានតែ2ហ្នឹងទេហើយបន្តមកទៀតខ្ញុំបាន assign IP address ឲ្យ PC account ហើយនឹង PC ទៅកាន់ PC assign IP ទៅឲ្យ router ទី2ទៅកាន់ router ទី2 so បន្តមកទៀតយើងធ្វើការកើត DHCP server ឲ្យ PC ដែរហ្នឹងឲ្យវាទទួលបាន IP address ចឹងហើយនឹង NAT ដដែលហ្នឹងយើងកើត NAT កើតអីហ្នឹងនេះហើយសម្រាប់មួយទៀតដែលជាចំណុចពិសេសហ្នឹងគឺទៅលើ route ហ្នឹងតែម្ដងនេះខ្ញុំបានបង្កើត static IP ទៅកាន់ router ទី1ហើយនិង router ទី2នេះដែលយើងអាចឃើញបានហើយនឹង static route so អញ្ចឹងយើងមើលការ config ប៉ុណ្ណឹងយើងចូលទៅមើលក្នុងការ test មើលថាតើវាដំណើរការវាអាច connect ឬក៏តាក់ទងគ្នាបានអត់អញ្ចឹងយើងបើកវាមកអញ្ចឹងយើងចាំវាបន្តិចមកចឹងយើងចូលមកដល់ការតេស្តរបស់យើងម្ដងចឹងដំបូងឡើយយើងឆែកទៅលើ DHCP សិនទៅចឹងអាទី1នេះ DHCP ដែរមកទី2 DHCPចឹងIP ដែលយើងទទួលបាននេះ file អីណានេះគឺជា IP ដែលយើងទទួលបាននៅក្នុង PC 2អញ្ចឹងយើងធ្វើការយកវាទៅ ping មកដើម្បីចង់ដឹងថាវាស្គាល់អញ្ចឹងយើងធ្វើការតេស្តទៅ PC 2ម្ដងចង់ស្គាល់អញ្ចឹងខ្ញុំយក PC 2ទៅតេស្តជាមួយអាទី2ទី3ម្ដងផ្លេចខ្ញុំសុំធ្វើការ ping ទៅកាន់អ៊ីនធឺណិតចឹងស្គាល់ចឹងអាហ្នឹងប្លែកពីអាមុនដោយសារតែវា ping កាន់អ៊ីនធឺណិតបាទអូខេចឹងស្គាល់ ping នេះទៀតស្គាល់ទៀតអូខេចឹងការ configure របស់យើងនិងការបង្ហាញការតេស្តរបស់យើងចប់តែប៉ុណ្ណឹងសូមអរគុណសម្រាប់ការទស្សនារបស់អ្នកនរគ្នាជម្រាបលា